សូមនិមន្តព្រះអង្គកណ្ដាលប្រជាជនកណ្ដាលមានឱវាទស្ដីពីការរួមនៃអ្នកវិជាធិបតេយ្យសូមនិមន្តអង្គជាបឋមសូមនមស្ការថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពកោតក្រែងយ៉ាងក្រៃលែងនិងសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅក្នុងបរិសុមាវត្តក្នុងសេរីនេះជាពិសេសគឺព្រះអង្គគ្រូចារិកាឋានៈធម្មោពុទ្ធបន្ទិញនិងជាស្ថាបនិកនៃវត្តក្នុងសេរីនេះផងដែរនិងសូមចម្រើនពរដល់គណៈកម្មការវត្តនំសេរីដែលមានសេចក្តីលះបង់ដល់ពូជាមួយនឹងព្រះគ្រូចារិកាព្រះសង្ឃគ្រប់អង្គដើម្បីបង្កើតឲ្យមាននៅសមាជជាតិនិងការសំណេះសំណាលនៅក្នុងបរិវេណវត្តនំសេរីនេះនិងសូមចម្រើនពរញោមអាយដាមសំរងស៊ីចម្រើនពរញោមជំទាវនិងញោមអាយដាមរដ្ឋមន្ត្រីនិងញោមទាំងអស់មកពីគ្រប់ស្ថាប័នមានអង្គការសង្គមស៊ីវិលនិងសកម្មជនគណៈបកសង្គ្រោះជាតិសកម្មជននៃរដ្ឋាភិបាលឯករាជ្យ23ដុល្លារខ្ញុំបកណាស្មារតីមានសេចក្តីត្រេកអរជាគុណពេកដែលបានចូលរួមនៅក្នុងសមាគមនេះហើយក៏បានដំណើរព្រះដេចប្រគុណព្រះមហាថេរខេមចារោយុហុតនៅក្នុងឱកាសនេះយើងជាខ្មែរជាពុទ្ធបរិស័ទឥឡូវនេះខ្លាយទៅជាអ្នករងគ្រោះទាំងផ្លូវកាយផ្លូវចិត្តទាំងក្នុងស្រុកនិងក្រៅស្រុករងគ្រោះដ៏ធំធេងដែលយើងឃើញគ្រប់គ្នារហូតដល់បច្ចុប្បន្នហើយហាក់បីដូចជាគ្រោះនេះកាន់តែធំទៅដូច្នេះការជួបជុំគ្នានៅឱកាសនេះជាការដ៏កម្រការជួបជុំគ្នាជាការដ៏កម្រការដែលបានរួមគ្នាគិតគូរអំពីប្រទេសជាតិនឹងក៏ជាការដ៏កម្រការរួមគ្នាជាមហាសាមគ្គីទាំងក្នុងនិងក្រៅប្រទេសដើម្បីដោះស្រាយបញ្ហាជាតិក៏ជាការកម្រហើយកម្រនេះ
ជាកម្រដល់ធំធេងពីព្រោះយើងមានឧបសគ្គធំធេងណាស់នៅចំពោះមុខយើងហើយឧបសគ្គនេះជាច្រើនជាន់ជាពិសេសគឺឧបសគ្គដែលបង្កើតឡើងដោយអ្នកមានអំណាចគ្រប់គ្រងដឹកនាំប្រទេសកម្ពុជាយើងសពថ្ងៃនេះដោយសារតែបញ្ហាដោយសារតែការរងគ្រោះដោយសារតែការលំបាកគ្រប់បែបយ៉ាងដែលយើងគ្រប់គ្នាកំពុងតែទទួលហើយហាក់បីដូចជាខ្លាំងទៅទើបយើងជួបជុំគ្នានៅក្នុងឱកាសនេះព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងទ្រង់ត្រាស់ដឹងឲ្យប្រុសសាលោកពីព្រោះតែលោកបានឃើញនៅបញ្ហាគឺទុក្ខអសច្ចៈទុក្ខពិតលំបាកពិតដែលមាននៅក្នុងជីវិតរបស់យើងគ្រប់គ្នាដូច្នេះបើយើងឃើញទុក្ខយើងឃើញរូបគួលនៃសេចក្តីទុក្ខយើងនឹងរួមគ្នាអាចដោះស្រាយបញ្ហានៃទុក្ខនោះបានទៅតាមទម្លងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងជួបជុំគ្នាពីព្រោះអ្នកមានអំណាចមិនបានគោរពច្បាប់មិនបានគោរពរដ្ឋធម្មនុញ្ញមិនបានគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិមានកិច្ចព្រមព្រៀង$23,1191ជាដើមត្រង់នេះព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងទ្រង់ត្រាស់ថាអវិរោធៈគឺការគោរពច្បាប់ជាតួនាទីរបស់អ្នកដឹកនាំដែលមាននៅក្នុងទស្សពិតរាជធម៌គឺធម៌10ប្រការសម្រាប់អ្នកដឹកនាំគ្រប់ប្រភេទកាលណាបើមិនមានការគោរពច្បាប់មិនមានអវិរោធនៈមិនស្រឡាញ់ច្បាប់មិនគោរពច្បាប់គឺបង្កើតឲ្យមានបញ្ហាតាំងពីតូចរហូតដល់ធំតាំងពីបុគ្គលគ្រួសារភូមិឃុំស្រុកខេត្តរហូតដល់ប្រទេសជាតិយើងឃើញសពថ្ងៃប្រទេសខ្មែរយើងមានសង្គ្រាមទោះតែមិនគោរពច្បាប់នឹងឯងអញ្ចឹងដោយការរបស់ព្រះសម្មាសម្ពុទ្ធនិយាយអំពីការគោរពច្បាប់ដឹងហើយយើងទាំងអស់គ្នាដែលមកជួបជុំគឺដើម្បីឲ្យមានការគោរពច្បាប់អវិរោធនៈទស្សនៈរាជធម៌មាន10ជាទូនាទីសំខាន់បំផុតដែលយើងមិនអាចភ្លេចបានរំលងបានមានទានៈសីលៈចាកៈមន្តវៈតបៈអាចវៈអវិហង្សាខន្តីនិងអវិរោធនៈអវិរោធនៈនេះគឺជាទូនាទីទី10នៅក្នុងទស្សនៈរាជធម៌ដែលថាអ្នកដឹកនាំត្រូវគោរពច្បាប់ត្រូវគោរពច្បាប់ទី1ទានៈមានន័យថាអ្នកដឹកនាំចេះចែកអំណោយហើយចែកអំណោយមិនមែនចែកធ្វើជាប្រជាពិធទេគឺចែកអំណោយអត់ចង់បានអីពីគាត់ទេគឺចង់ឲ្យគាត់រួចផុតរួចទុក្ខលំបាកដែលគាត់កំពុងមាននោះបើចែកអំណោយដើម្បីធ្វើប្រជាពិធខុសទៅទេមានវិបត្តិដល់ពុទ្ធសាសនាមានវិបត្តិដល់ជាតិយើងផងគឺជាការមិនគោរពច្បាប់មួយបើសិនជាចែកអំណោយដោយប្រជាពិធអាត្មាបានឃើញញោមប្រធានគាត់កាលនៅជាសមាជិកសភាគាត់អញ្ជើញទៅណាឃើញព្រះសង្ឃចុះពីឡានធ្វើទានចំពោះព្រះសង្ឃគាត់លុយទឹកកាត់ភក់យកអំណោយទៅចែកដល់ពលរដ្ឋហើយគាត់ចង់បានអីពីពលរដ្ឋទៅទេគាត់មានបានអីមានតែជួយពលរដ្ឋតាំងពីនោះរហូតមកដល់ឥឡូវនេះគឺជាទានមិនប្រជាពិធជាទានពិតប្រកបទៅតាមទម្លាប់ព្រះពុទ្ធសាសនាទី2សីលៈការរក្សាស
សិលគឺរក្សាសិក្ខាបទញោមរក្សាសិក្ខាបទគឺគ្រប់ច្បាប់ដែរមិនសម្លាប់សត្វបើយើងមិនសម្លាប់សត្វមានន័យថាមនុស្សក៏យើងមិនហ៊ានសម្លាប់ដែរឯណាដែលហ៊ានសម្លាប់មនុស្សនោះហើយដែលរំលោភច្បាប់ធ្វើឲ្យប្រទេសយើងកាត់ចលាចលរហូតដល់សប្តាហ៍ហ្នឹងហើយជាពិសេសគឺសម្លាប់ជាតិឯងណាលៀបពណ៌សម្លាប់ចាប់ដាក់គុកគំរាមកំហែងការរំលោភច្បាប់នោះចឹងសីលៈត្រូវរក្សាសិក្ខាបទគ្រប់ច្បាប់មិនសម្លាប់សត្វស្រឡាញ់ដល់សត្វស្រឡាញ់ដល់មនុស្សគ្រប់ប្រភេទទី3ចាកៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវលះបង់ដើម្បីធ្វើបុណ្យកុសលខ្លួនឯងធ្វើអំពើល្អខ្លួនឯងឲ្យជួយសង្គ្រោះអ្នកដទៃលះបង់ដើម្បីជួយជាតិដូចយោមប្រធានអញ្ចឹងវាគិតគ្រប់គ្នាស្មារតីគាត់ពីដើមមកគាត់លះបង់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីប្រទេសជាតិទាំងអាយុជីវិតរបស់គាត់ផងអាយុជីវិតស្ទើរតែមិនមាននៅក្នុងពេលនេះផងបើយើងតាមមើលប្រវត្តិសាស្ត្រកម្មជារបស់គាត់គេសម្រាប់គាត់រហូតដល់សពថ្ងៃគេតាមសម្រាប់គាត់ទី4មត្តវៈយល់មកមត្តវៈនឹងទួនខ្លួនកាយទួនវិចារទួនយើងមើលយកប្រធានសំរាសីថាគឺគាត់ទួនខ្លួនបើសុភ័ក្រលោកខ្វែងគុំលោកសុភ័ក្រញាតិញោមគឺទួនទាំងអស់ទាំងកាយទាំងវិចារទាំងចិត្តមិនលើកសារគាត់ទេប៉ុន្តែគឺអញ្ចឹងមិនការមិនពិតទេគឺការពិតគឺឃើញអញ្ចឹងចឹងយើងដើរតាមគាត់គួរធ្វើអញ្ចឹងណាញោមណាគួរធ្វើអញ្ចឹងមត្តវៈទួនខ្លួនទួនខ្លួនទាំងកាយទាំងវិចារទាំងចិត្តទៅទាំងព្រមមិនមែនដើម្បីវិជាវិធទេគឺជាតម្លៃនៃមនុស្សគុណធម៌នៃមនុស្សតែខ្មែរបុរាណថាលើកស្គាល់អត់ដាក់គ្រាប់ទី5អកោធៈអកោធៈហ្នឹងมันបង្ហាញអាការៈខំក្រោតចំពោះអ្នកដទៃនៅក្នុងទីសាធារណៈដែលឃើញយកប្រធានខំអត់ដែលឃើញគាត់ខំនេះទាំងពាក្យសម្ដីក៏អញ្ចឹងដែរហើយយកតែបើយកមកសាយនេះមិនដែរយកមកសាយគួរលះបង់គួររៀនសូត្រតាមខ្ញុំសំរងស៊ីទៅទី6អាជីវៈនឹងស្មោះត្រង់យកស្មោះត្រង់ដួងចិត្តរបស់យើងទង្វើរបស់យើងកាយវិចារចិត្តរបស់យើងគឺស្មោះត្រង់នឹងជាតិស្មោះត្រង់នឹងសាសនាស្មោះត្រង់នឹងអង្គការរដ្ឋាភិបាលរបស់យើងស្មោះត្រង់គឺបដូរផ្ដាច់អត់មានអ្វីដែលវិវេណាយោមទាំងកាយទាំងវិចារទាំងចិត្តណាយោមអាជីវៈ7អវិហង្សាគឺមិនបៀតបៀនអ្នកដទៃមិនបៀតបៀនគឺមិនវាយតប់មិនប្រើអំពើហិង្សាតែយោមសាមញ្ញមានតែប្រើអំពើហិង្សាមានបៀតបៀនណាទេហើយបើចំពោះយោមមិនសានវិញរាប់ហើយអស់ហើយយ៉ាងទៅយោមមិនសាននៅមួយវាយមួយណាយោមចឹងយោមមិនសានគួររៀនតាមយោមសាមញ្ញទៅណាយោមបើមិនចឹងទេប្រទេសជាតិកាន់តែគ្រោះថ្នាក់បើមិនការប្រើគំនិតនិងអាកប្បកិរិយាគោលនយោបាយដឹកនាំប្រទេសជាតិនោះទេទី8តបៈមានន័យថាសាសិលយើងណាពេលខ្លះរក្សាសិលខុសពីធម្មតាយើងធ្លាប់រក្សាសិល5ពេលខ្លះយើងរក្សាសិល8សាសិល10ទៅដើម្បីបង្កើនឧត្តមភាពនៅក្នុងចិត្តនៅក្នុងជីវិតរបស់យើងដូចជាព្រះមហាក្សត្រសម្ដេចព្រះបាទនរោត្តមសីហនុចឹងគឺលោករក្សាសិល8ជារៀងរាល់ថ្ងៃសិល8ហើយយល់មកពេលខ្លះអ្នកដឹកនាំហើយការរក្សាសិលនេះសំខាន់ណាស់យោពីព្រោះធ្វើចិត្តញោមស្អាតឡើងវិញស្ងប់ឡើងវិញពិចារណានៅកិច្ចការកន្លងទៅហ្នឹងឲ្យបានល្អប្រសើរឡើងវិញនៅរករបៀបធ្វើការថ្មី
ដើម្បីជោគជ័យការតែធំកម្មប្រសាជាមុនណាយកមកចឹងចិត្តយើងត្រូវសមាធិកាយយើងត្រូវសមាធិវិចារយើងត្រូវសមាធិដោយសារការរក្សាសិលហ្នឹងណាយកមក9ខន្តីយកមកខន្តីអត់ធ្មួតយកការអីក៏ដោយក៏ត្រូវការអត់ធ្មួតទាំងដែរអត់ការអត់ធ្មួតទៅការបានទេយកសូម្បីតែពេលហ្នឹងក៏ដោយក៏យកអត់មានការអត់ធ្មួតអង្គុយបានទេស្ដាប់គឺការទេចឹងត្រូវការអត់ធ្មួតជាតបៈធម៌ដ៏ធំធេងដែលនាំឲ្យយើងបានជោគជ័យនៅអ្វីដែលយើងចង់បានណាយកតបៈធម៌ហ្នឹងក៏ប្រតិភិនក៏យើងបានដែរឲ្យតែមានតបៈធម៌ហ្នឹងខាងសួរក៏យើងបានដែរឲ្យតែមានតបៈធម៌ហ្នឹងដោះស្រាយបញ្ហាជាតិក៏យើងបានដែរឲ្យតែមានតបៈធម៌ហ្នឹងញោមមកហើយដល់អវិរោធនៈគឺការគោរពស្រឡាញ់ច្បាប់បាទរដ្ឋធម្មនុញ្ញច្បាប់ជាតិគ្រប់គ្រងគ្រប់បែបយ៉ាងទាំងអស់ត្រូវស្រឡាញ់ត្រូវគោរពត្រូវធ្វើការទៅតាមច្បាប់នឹងច្បាប់ជាតិច្បាប់អន្តរជាតិបើមិនគោរពបើមិនស្រឡាញ់ច្បាប់ទោះបីច្បាប់នឹងមាន1000ទំព័រ1000សភៅ1000ក្បាលច្បាប់អីក៏ដោយបង្កើតថ្មីបង្កើតរាប់រយរាប់សែនក៏គ្មានន័យអីដែរណាញោមមកចឹងត្រូវគោរពត្រូវតាមច្បាប់ហ្នឹងទាំងយកមុនសែនមិនគោរពមិនធ្វើតាមច្បាប់នោះទេបានជាស្រុកខ្មែរយើងនិយាយតែអគុណសន្តិភាពនៅតាមដងផ្លូវឃើញតែផ្លាកបណ្ដាសង្គ្រាមនៅពេញប្រទេសមានអក្រិតកម្មតាមព្រំដែនជាដើមណាញោមណាយកមុនសែនគួរភ្ញាក់ខ្លួនគួរកែគំនិតកែគោលនយោបាយមកគោរពច្បាប់គឺមានទស្សនវិជ្ជារាជធម៌គឺអវិរោធនៈគ្រប់ច្បាប់យោមសំរងស៊ីញាតិញោមទាំងអស់គ្នាកំពុងតែគោរពច្បាប់ហើយកំពុងតែទាមទារឲ្យយោមមុនសែននិងមន្ត្រីដទៃគោរពច្បាប់ទើបប្រទេសយើងបានសុខបានសន្តិភាពពិតប្រាកដខ្ញុំប្រកាសណាអាត្មាភាពសូមយកឱកាសនេះដើម្បីអាននៅសំណេររបស់ព្រះមហាថេរព្រះពិគុណខេមចារោយុហុតដែលជាឧត្តមក្រុមប្រឹក្សាតាមកន្លងព្រះពុទ្ធសាសនានៃរដ្ឋាភិបាល23ដុល្លារខ្ញុំប្រកាសណាថាភាពសូមអានទាំងស្រុងដូចតទៅរដ្ឋធម្មនុញ្ញឆ្លុះបញ្ចាំងនៅឆន្ទៈដ៏កំពូលនៃប្រជាពលរដ្ឋជាម្ចាស់អំណាចត្រូវតែបណ្ដេញអ្នកនយោបាយជាអាចមេដឹកនាំនយោបាយណាដែលមិនគោរពរដ្ឋធម្មនុញ្ញទាំងស្មារតីទាំងខ្លឹមសារឲ្យចុះចេញពីអំណាចជាចាំបាច់នេះជារឿងធម្មតាគេតែងតែធ្វើយ៉ាងនេះឯងនៅគ្រប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកយើងក៏បីរៀនអនុវត្តតាមគំរូល្អនៃអរិយប្រទេសទាំងឡាយធ្វើយ៉ាងនេះជាការបំពេញករណីយកិច្ចគឺការបំពេញកុសលកុសលសូបសង្កទាដ៏ប្រសើរបំផុតនៃប្រជាពលរដ្ឋខ្ញុំប្រកាសណាថាភាពសូមប្រគុណសូមថ្វាយបង្គំនិងសូមចម្រើនពរប្រគេនពរចាប់ដោយសក្ខេបប៉ុណ្ណេះព្រោះពេលវេលាខ្លីសូមអរគុណចំពោះព្រះគុណមានអរការឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់តាមបែបពុទ្ធសាសនានិងច្បាប់សង្គម